ថ្មីនេះមានរឿងរ៉ាវស្នេហាដ៏មិនគួរឲ្យនឹកស្មានមួយបានកើតឡើងនៅឯសហរដ្ឋអាមេរិកដោយមានស្ត្រីម្នាក់បានបើកដៃឲ្យប្តីមានប្រពន្ធចុងតែចុងក្រោយនាងនិងប្រពន្ធចុងបែរជាលងស្រឡាញ់គ្នាទៅវិញតាមព័ត៌មានបានឲ្យដឹងថា Nichols និង Quinn គឺជាគូស្វាមីភរិយានឹងគ្នាហើយរឿងរ៉ាវបានចាប់ផ្ដើមនៅពេលដែលពួកគេបានភ្ជាប់ពាក្យរួចប្រមាណ4 ខែដោយ Nichols បានតាក់ទងជាមួយនឹងនារីម្នាក់ទៀតឈ្មោះ Trinket ហើយ Quinn ដែលជាប្រពន្ធក៏បានបើកដៃឲ្យពួកគេមានទំនាក់ទំនងនឹងគ្នាដោយមិនគិតអ្វីឡើយ Quinn និង Trinket ក៏បានចំណាយពេលនៅជាមួយគ្នាជាញឹកញាប់យូរទៅនាងក៏ចាប់ផ្ដើមមានអារម្មណ៍ជ្រាលជ្រៅជាមួយគ្នារហូតដល់ស្នេហានេះបានក្លាយជាស្នេហា3នាក់ដែលពួកគេបានរស់នៅជាមួយគ្នាបានចំនួនជាង1ឆ្នាំទៅហើយយ៉ាងណាមិញទោះបីជាទំនាក់ទំនងនេះចម្លែកក៏ដោយតែពួកគេបាននិយាយគ្នានិងព្រមព្រៀងយ៉ាងច្បាស់ពីលំដាប់ក្នុងស្នេហារបស់ពួកគេក្នុងនោះ Nichols ជាប្តីមានសិទ្ធិធំជាងគេនៅក្នុងតម្រូវការបន្ទាប់មកគឺ Quinn ដល់មកទៀតគឺ Trinket Nichols រៀបការជាមួយនឹង Quinn តែ Trinket ក៏ជាសង្សាររបស់គេហើយក៏ជាសង្សាររបស់ប្រពន្ធគេដែរវាមើលទៅមិនស្មើភាពគ្នាប៉ុន្តែ Trinket នៅតែពេញចិត្តរស់នៅក្នុងទំនាក់ទំនងនេះ